សួស្តីបងប្អូនទាំងអស់គ្នានេះយើងមានលំហាត់ទំព័រទី17ណាភាគ2លំហាត់ទី8នេះគេឲ្យយើងរកតម្លៃcủa alpha គឺ sin alpha និង tan alpha ដោយស្គាល់អញ្ចឹងយើងកែទាំង4ហ្នឹងណា4អញ្ចឹងយើងធ្វើវាទៅរកតម្លៃcủa alpha ឬបានន័យថាបើគេប្រាប់ស៊ីនយើងរកកុសចឹងណាយើងប្រាប់កុសរកស៊ីនប្រាប់តង់អញ្ចឹងយើងបានន័យថាយើងគេប្រាប់1យើងសួរ2រក2ចឹងណាតង់2 alpha កនេះគឺស្គាល់ស៊ីនណាអ្នកនរគ្នាស្គាល់ស៊ីន alpha ស្មើឬ3លើក2ហើយការដែលយើងសិក្សានោះសិក្សាពី0ដឺក្រេទៅដល់180ដឺក្រេបានន័យថាកាត់ត្រង់ទី1និងកាត់ត្រង់ទី2កាត់ត្រង់ទី1និងកាត់ត្រង់ទី2អាសេចក្តីថានេះ0ដឺក្រេដល់180ដឺក្រេអញ្ចឹងនេះជាវិកូស alpha អញ្ចឹងកុស alpha មានតម្លៃ2គឺផ្នែកវិជ្ជមានផងនិងផ្នែកវិជ្ជមានផងហើយចំណែក sin មានតែវិជ្ជមាននេះ sin ណាគឺនេះបូកណាអ្នកនរគ្នាអញ្ចឹងដក sin ដែរនេះកុស alpha បាននេះដកនេះដកដូចគ្នាដែរអញ្ចឹងបើយើងសិក្សាទៅតម្លៃកុសមាន2មានបូក1ហើយនឹងដក1 sin មានតែបូកទេបាទចន្លោះហ្នឹងឯងយើងសិក្សាប៉ុណ្ណឹងបាទអញ្ចឹងដើម្បីសិក្សាវាយើងត្រូវចាំរបៀបធ្វើខ្លះៗឧទាហរណ៍ថាsin ការ៉េ alpha បូក cos ការ៉េ alpha ស្មើ1ហ្នឹងជាទំនាក់ទំនងរវាង sin cos ណាហើយមួយទៀតទំនាក់ទំនងមួយតង់2 alpha ស្មើ sin alpha ឬ cos alpha អញ្ចឹងហ្នឹងឥឡូវនេះយើងទៅប្រាប់ sin នេះយើងអាចរក cos បានបើរក cos យើងប្រើតាមរូបមន្តទំនាក់ទំនងហ្នឹងគឺយើងប្រើតាម sin ការ៉េ alpha បូក cos ការ៉េ alpha ស្មើ1អញ្ចឹងចង់រក cos អញ្ចឹងយើងបានឥឡូវនេះយើងទៅសេ cos ទៅដែរមក cos ការ៉េ alpha ស្មើ1របស់ sin ទៅនោះដក sin ការ៉េ alpha អញ្ចឹងណាឥឡូវយើងមានហើយសមាសកម្មយើងប៉ុណ្ណេះពីជំនួសមកអញ្ចឹងបាន cos ការ៉េ alpha ស្មើ1ជំនួសហ្នឹងចុះមកដកឬ3លើ2លើកជាការ៉េបាទអញ្ចឹងស្មើនឹងបាទមួយនេះយើងទៅជានេះអស់ឬហើយលើកសកុនគូដែរអញ្ចឹង3លើ4អញ្ចឹងយើងតម្រូវពីបាយមកគុណមកយើងបាន4ដក3លើ4អញ្ចឹងយើងបានមកយើងបាន1លើ4អញ្ចឹងយើងរកឃើញកុសមួយអញ្ចឹងកុសของយើងបាទកុសឡើយកុសកូរ៉េប៉ុន្តែយើងចង់បានតែកុស alpha អញ្ចឹងកុស alpha ដោយសារវាកុសមានបូកផងដកផងអញ្ចឹងយើងដាក់បូកដកបាទ1លើ4អញ្ចឹងវាចេញពីរឹសមកបានប្រហែលអ្នកនរគ្នា4ជាបាន2បាទអញ្ចឹងនឹងចែក1លើ2លើកជាការ៉េជាអញ្ចឹងវាចេញពីរឹសបាន1លើ2អញ្ចឹងចម្លើយមាន2កុសមានបូក1ដក1បាទឥឡូវយើងស្គាល់ sin ឥឡូវនៅតង់សងក៏2ដែរព្រោះវាប៉ះខាងឆ្វេងផងខាងស្ដាំផងជាងឃើញកុស1ឥឡូវយើងតាមរូបមន្តរកតាមរូបមន្តនេះតង់សង alpha ស្មើ sin alpha លើ cos alpha ឥឡូវករណីដែលស្គាល់ sin alpha ស្មើ3លើ2ហើយយើងយកវិជ្ជមានសិនណា cos alpha យើងយក1ភាគ2យើងរកករណីនេះអញ្ចឹងគឺបានតង់ស្មើនឹងយកឬ3លើ2ចែកឲ្យ1ភាគ2អញ្ចឹងភាគនេះយើងអស់ហើយអញ្ចឹងឬ3លើ1ឃើញគឺ3បាទជាមួយណាឥឡូវករណីដែលយើងយកទៀតករណីយើងរកតង់ដែរប៉ុន្តែយើងយកតម្លៃដកអញ្ចឹងយើងបាន3លើ2ហើយលើដក1លើ2សម្រួលដូចគ្នាមកបាទយើងរកចែកករណីនេះបាទករណីនេះគឺយើងយកកុស alpha ស្មើដក1ភាគ2បាទ1 2បាទអញ្ចឹងតែយើងលុបចោលទៅបានយ៉ាងម៉េចណាឬ3លើដក1អញ្ចឹងយើងបានដកឬ3អូខេយើងឆ្លើយគេមកដូចនេះបាទយើងមាន sin alpha ស្មើឬ3
của alpha cứ smart bột đó một hệ pì tổng alpha smart bột đó này mình cho này được bày vào ok chân dân cài tầm mũi hay là sao luôn bạn đi tiếp là video cào này